សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនតែងតែឃើញគេលក់នៅតាមផ្សារប៉ុន្តែថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនៃការធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយលោកសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ស្ពៃខៀវដែលបងប្អូនទាំងអស់គ្នាចំណាំឃើញនៅតាមវិធីការឬក៏វិធីជប់លៀងផ្សេងៗថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើឲ្យបានលម្អិតជូនពុកម៉ែបងប្អូនទាំងអស់គ្នាសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ដុតកូកាគ្រឿងផ្សំគោលរបស់យើងមានដូចជាមាន់កូកាត្រយូងចេកកូនសក្រីខ្ទឹមសរំដេងស្លឹកក្រូចសើចនិងបន្លែស្រស់និងគ្រឿងទេសសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយកម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងយកមុខម្ហូបមួយមុខបង្ហាញជូនបងប្អូនទាំងអស់គ្នាទស្សនាទៀតហើយគឺហ៊ុនជ្រូកបំពងទឹកស៊ីអ៊ីវមុខម្ហូបមួយមុខនេះដែរគឺថារសជាតិស័ក្តិសមបំផុតសម្រាប់កម្មវិធីផ្សេងៗសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាងាវឆាអំបិលទុំសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនតែងតែឃើញគេលក់នៅតាមផ្សារប៉ុន្តែថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនៃការធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយលោកក្នុងការធ្វើផាក់
Danជាចុងក្រោយកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាអរគុណច្រើនជម្រាបលាបាយបាយសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ស្ពៃខៀវដែលបងប្អូនទាំងអស់គ្នាចំណាំឃើញនៅតាមវិធីការឬក៏វិធីជប់លៀងផ្សេងៗថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើឲ្យបានលម្អិតជូនបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមើលគ្រឿងផ្សំទាំងអស់គ្នាជាដំបូងយើងមានសាច់មាន់បន្ទាប់មកគឺយើងមានស្ពៃខៀវដែលជាគ្រឿងផ្សំសំខាន់នៅក្នុងមុខម្ហូបនេះបន្ទាប់មកយើងមានប៊ីចេងស្ករសអំបិលខ្ទឹមសម្សៅស៊ុបទឹកប្រេងខ្យងទឹកស៊ីអ៊ីវបន្ទាប់មកគឺយើងធ្វើការដាំទឹកបន្ទាប់មកយើងក្របវាអូខេពេលនេះយើងធ្វើការហាន់បន្លែហើយនេះគឺជាបន្លែគឺស្ពៃខៀវហើយចំពោះបន្លែគឺយើងត្រូវកាត់ស្លឹកវាចោលគឺយើងយកតែផ្នែករឹងចំកណ្ដាលនេះយើងកាត់แบบនេះគឺយើងយកតែនេះទេដើម្បីកុំឲ្យវារលួយពេលយើងធ្វើទៅនៅពេលដែលយើងហាន់ស្ពៃរួចហើយទឹករបស់យើងក៏ចាប់ផ្ដើមពុះយើងក៏យកសាច់មាន់របស់យើងយកមកដាក់ដើម្បីស្ងោរវាឲ្យឆ្អិននៅពេលដែលយើងស្ងោរមាន់យើងក៏យកស្ពៃយើងមកហាន់គឺយើងហាន់ជាចំណិតបែបនេះសមល្មមដែលយើងអាចគិតថាយើងហូបទៅស្រួលបន្ទាប់ពីយើងរង់ចាំអស់រយៈពេលប្រហែលជា5នាទីយើងបើកមាន់របស់គ្នានៅពេលនេះមាន់របស់យើងចាប់ផ្ដើមឆ្អិនបណ្ដាហើយយើងក៏ថែមអំបិលបន្តិចដើម្បីឲ្យសាច់មាន់របស់យើងកាន់តែមានជាតិអូខេឥឡូវនេះយើងមើលឃើញថាមាន់យើងឆ្អិនហើយយើងក៏ស្រង់វាទុកឲ្យត្រជាក់ដើម្បីងាយស្រួលដែរបន្ទាប់មកយើងក៏យកស្ពៃទៅស្រុះជាមួយនឹងទឹកដែលយើងស្ងោរមាន់មិញដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ស្ពៃនេះគឺយើងមិនបាច់ស្រុះយូរពេកទេគឺយើងគ្រាន់តែស្រុះប្រហែលជា10វិនាទីមកយើងក៏ចាប់វាយកមកដាក់ក្នុងទឹកកកដើម្បីកុំឲ្យវាបាត់បង់ពណ៌របស់វាអូខេឥឡូវនេះបន្លែនិងសាច់មាន់របស់យើងធ្វើការស្រុះរួចហើយឥឡូវនេះយើងធ្វើទឹកសុបទាំងអស់គ្នាជាដំបូងគឺយើងធ្វើការចិញ្ច្រាំខ្ទឹមយើងចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយកវាទៅបំពងពេលនេះយើងធ្វើការបំពងខ្ទឹមដើម្បីឲ្យវាឈ្ងុយបន្ទាប់ពីយើងបំពងវាឡើងក្រហមឈ្ងុយហើយគឺយើងយកវាមកដាក់ក្នុងចានដើម្បីផ្សំគ្រឿងជាមួយគ្រឿងផ្សេងទៀតជាដំបូងគឺយើងដាក់ទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយបន្ទាប់មកគឺយើងដាក់ប្រេងខ្យងចំនួន1ស្លាបព្រាបាយបន្ទាប់មកគឺយើងដាក់ជាមួយនឹងម្សៅស៊ុប1ចុងស្លាបព្រាបាយទៅ
បន្ទាប់មកគឺយើងដាក់ជាមួយនឹងស្ករសមួយស្លាបព្រាបាយកន្លះបន្ទាប់មកយើងដាក់ជាមួយនឹងអំបិលមួយចុងស្លាបព្រាបាយបន្ទាប់មកយើងដាក់ជាមួយនឹងប៊ីចេងមួយចុងស្លាបព្រាបាយដូចគ្នាបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់ចូលគ្នារួចហើយយើងក៏ចាប់ផ្ដើមកូរវាគឺយើងកូរវាឲ្យសព្វល្អទៅឥឡូវនេះយើងធ្វើការបេះជាមួយនឹងសាច់មាន់របស់យើងដើម្បីប្រឡាក់ជាមួយនឹងទឹកស បន្ទាប់ពីយើងបេះសាច់មាន់របស់យើងរួចហើយយើងក៏យកវាដាក់ក្នុងកូនចានដើម្បីលាយជាមួយនឹងទឹកសុះនៅពេលយើងដាក់ទឹកសុះចូលហើយគឺយើងកូរវាឲ្យសព្វបែបនេះយើងកូរវាឲ្យសព្វទៅដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់បន្ទាប់ពីយើងកូរវាសព្វហើយយើងក៏ទុកវាបន្តិចហើយយើងក៏ចាប់ផ្ដើមយកស្ពៃដែលយើងត្រាំក្នុងទឹកកកនេះយកមកដាក់នៅក្នុងទឹកសុះដូចគ្នាស្ពៃនេះដែរគឺយើងគឺត្រូវត្រាំវាឲ្យត្រជាក់ដើម្បីឲ្យវាកាន់តែឆ្ងាញ់បន្ទាប់មកយើងកូរស្ពៃនេះឲ្យសព្វជាមួយនឹងទឹកសុះរបស់យើងដើម្បីឲ្យវាចូលជាតិកាន់តែល្អបន្ទាប់មកយើងក៏ចាប់ផ្ដើមរៀបវាដើម្បីដាក់ចានយើងធ្វើការរៀបសាច់មាន់របស់យើងនៅក្នុងចាននៅខាងក្រោមទៅបន្ទាប់មកគឺយើងចាប់ផ្ដើមយកស្ពៃដើម្បីមករៀបពីលើនៅពេលដែលយើងរៀបវាស្អាតហើយយើងក៏យកវាមកដាក់ក្នុងចានពេលនេះមាន់ស្ពៃខៀវរបស់យើងគឺធ្វើរួចហើយឥឡូវនេះយើងភ្លក់ទាំងអស់គ្នាគឺថារសជាតិឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើសាកល្បងទាំងអស់គ្នានៅផ្ទះណាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ដុតកូកាគ្រឿងផ្សំគោលរបស់យើងមានដូចជាមាន់កូកាត្រយូងចេកគល់ស្លឹកគ្រៃខ្ទឹមសរំដេងស្លឹកក្រូចសើចនិងបន្លែស្រស់និងគ្រឿងទេសឥឡូវនេះយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវប្រឡាក់មាន់ដែលដំបូងគឺយើងមានប្រេងខ្យងយើងដាក់វាចំនួន4ស្លាបព្រាបាយម្សៅរ៉ូឌីគឺយើងដាក់វាចំនួន1ស្លាបព្រាបាយ
ស្ករសគឺយើងដាក់វាចំនួនកន្លះស្លាបព្រាបាយព្រោះអីគឺយើងដុតវាជាមួយនឹងកូកាអញ្ចឹងវាផ្អែមហើយអំបិលគឺយើងដាក់វាចំនួន1ចុងស្លាបព្រាបាយហើយនឹងប៊ីចេង1ចុងស្លាបព្រាបាយយើងធ្វើការប្រឡាក់វាឲ្យសព្វយើងប្រឡាក់វាបែបនេះសព្វនេះឥឡូវនេះមាត់របស់យើងប្រឡាក់រួចហើយយើងចាប់ផ្ដើមសង់គ្រឿងដើម្បីដុតដំបូងយើងដាក់ស្លឹកក្រូចសើចហាន់វាបែបនេះដាក់ចូលខ្ទឹមបន្ទាប់មកគឺយើងដាក់ជាមួយនឹងរំដេងគឺកូរស្លឹកគ្រៃនិង3គល់ដាក់ទៅតាមមាន់របស់យើងយើងរៀបក្នុងឆ្នាំបែបនេះបន្ទាប់មកយើងដាក់ជាមួយនឹងប្រេងឆាបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយអូខេប្រេងឆាចាក់ហើយពេលនេះយើងធ្វើការបើកម្ដៅទន្ទឹមនឹងនេះផងដែរយើងក៏យកស្រយងចេកមកដើម្បីហាន់ត្រប់ពីក្រោមមាន់ឥឡូវនេះយើងធ្វើការហាន់ស្រយងចេកជា4ដើម្បីត្រប់ពីក្រោមមាន់កុំឲ្យមាន់យើងឆាប់ខ្លោចគឺយើងហាន់វាបែបនេះវាជា4ម៉ាត់នេះឥឡូវនេះយើងបំពងគ្រឿងវាឲ្យឈ្ងុយបន្ទាប់មកគ្រឿងយើងជិតឈ្ងុយហើយយើងក៏យកស្រយងចេកមកដាក់មករៀបវាបែបនេះដើម្បីកុំឲ្យមាន់យើងឆាប់ខ្លោចអូខេឥឡូវនេះស្រយងចេកយើងរៀបរួចហើយយើងក៏យកមាត់របស់យើងដាក់ដុតតែម្ដងគឺយើងដាក់ពីលើស្រយងចេកបែបនេះអូខេបន្ទាប់ពីយើងចាំអស់រយៈពេល5នាទីយើងក៏ធ្វើការចាក់កូកាចូលតែម្ដងកូកានេះដែរគឺយើងមិនមែនចាក់មួយកំប៉ុងទេណាយើងចាក់ពាក់កណ្ដាលឡើងហើយអូខេគឺយើងចាក់ពាក់កណ្ដាលបែបនេះយើងក៏គ្របវាទុកបន្ទាប់ពីយើងចាក់កូការួចហើយនោះអ្វីដែលសំខាន់មួយទៀតនោះគឺទឹកជ្រលក់ដែលទឹកត្រីរបស់យើងគឺយើងធ្វើជាមួយនឹងទឹកត្រីបុកឬក៏ទឹកត្រីកោះកុងជាដំបូងគឺយើងធ្វើការដាក់ជាមួយនឹងខ្ទឹមបន្ទាប់មកយើងដាក់ជាមួយនឹងម្ទេសយើងដាក់វាចំនួនតាមដែលយើងចូលចិត្តឬក៏មិនចូលចិត្តចំណែកខ្ញុំគឺដាក់ជាមួយនឹង6គ្រាប់បន្ទាប់មកដាក់ជាមួយនឹងស្ករសចំនួន3ស្លាបព្រាបាយរ៉ូឌីចំនួន2ស្លាបព្រាបាយប៊ីចេងចំនួនកន្លះស្លាបព្រាបាយបន្ទាប់មកយើងធ្វើការបុកវាបញ្ចូលគ្នាយើងបុកវាឲ្យម៉ត់ទៅ
បន្ថែមជាមួយក្រូចឆ្មាជើងដាក់វាឲ្យសមល្មមទៅក្រូចឆ្មានេះគឺក្រូចឆ្មាដាំដោយខ្លួនឯងធម្មជាតិគឺអត់សូវមានទឹកប្រហែលទេប៉ុន្តែវាឈ្ងុយអូខេឥឡូវយើងធ្វើការកូរវានឹងទឹកត្រីបន្តិចផងដែរអូខេហ្នឹងយើងធ្វើកូរវាសពអូខេឥឡូវនេះទឹកជ្រលក់របស់យើងធ្វើរួចហើយយើងធ្វើការបើកមាន់ទាំងអស់គ្នាអូខេឥឡូវនេះយើងឃើញថាមាន់របស់យើងក្រហមហើយយើងចាប់ផ្ដើមប្រែវាមាន់នេះធំមែនតើអូខេឥឡូវយើងបន្ថែមកូកាតែម្ដងទៅអូខេបន្តមកយើងក្រោកវាទុកយើងធ្វើការបើកមើលអូខេឥឡូវនេះយើងឃើញថាបន្លែរបស់យើងចាប់ផ្ដើមឆ្អិនហើយយើងក៏ចាប់ផ្ដើមចាប់វាចេញអូខេមាន់របស់យើងឆ្អិនហើយពេលនេះយើងចាប់ផ្ដើមចាប់វាដាក់លើចានទៅយកចេញមិញយឺតលើកដៃមាន់លើកមាន់អូខេ3 2 1ចលក់ខាតសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយកម្មវិធីតោះចំអិនថ្ងៃនេះកម្មវិធីរបស់យើងនឹងយកមុខម្ហូបមួយមុខបង្ហាញជូនបងប្អូនទាំងអស់គ្នាទស្សនាទៀតហើយគឺហ៊ុនជ្រូកបំពងទឹកស៊ីអ៊ីវមុខម្ហូបមួយមុខនេះដែរគឺថារសជាតិស័ក្តិសមបំផុតសម្រាប់កម្មវិធីផ្សេងដែលជាដំបូងគឺយើងមានហ៊ុនជ្រូកនិងបន្លែគ្រឿងទេសនៅផ្ទះខ្ញុំគេហៅហ៊ុនជ្រូកបើបងប្អូនហៅយ៉ាងម៉េចទៀតជួយខមមិនប្រាប់ផងហើយដំបូងយើងធ្វើការបកខ្ទឹមដើម្បីចិញ្ច្រាំវាឲ្យម៉ត់ខ្ទឹមនេះដែរគឺយើងយកជាមួយនឹងខ្ទឹមសមកចិញ្ច្រាំយើងចិញ្ច្រាំវាឲ្យម៉ត់ល្អទៅចិញ្ច្រាំរហូតតតែម៉ត់ជាមួយនឹងខ្ទឹមសនេះដែរយើងចិញ្ច្រាំកាន់តែម៉ត់គឺកាន់តែល្អដើម្បីឲ្យវាកាន់តែឈ្ងុយពេលយើងច្រាំម៉ត់ហើយយើងក៏ធ្វើការយកវាដាក់ចានដើម្បីបំពងឥឡូវនេះយើងចិញ្ច្រាំខ្ទឹមរួចហើយយើងក៏ធ្វើការដាំទឹកសិនដើម្បីស្រុះជាមួយនឹងហ៊ុនជ្រូករបស់យើងកុំឲ្យពេលបំពងទៅវាផ្ទុះបើកាលណាយើងបំពងវាទាំងអត់ស្រស់អញ្ចឹងគឺវាមិននឹងផ្ទុះពិបាកក្នុងការបំពងឥឡូវនេះយើងដាំទឹកចោលសិនទៅហើយយើងក៏យកឆ្នាំងឆាមកដើម្បីបំពងខ្ទឹមរបស់យើងឲ្យវាឈ្ងុយហើយបំពងខ្ទឹមនេះដែរបងប្អូនទាំងអស់គ្នាគួរតែបើកភ្លើងរៀងតិចបានហើយបំពងខ្ទឹម
bởi dương bạo phượng kháng bấy viên khói lươn ấy là những đạp rây cha châu tới rây cha những đạp là mồ man hay mà tràn bấy tế nhưng có vô vợ cha máu dương đặt tâm rồi bỏ dương châu tới dương bài phượng xong là mồm tới hay dương cô vì rồi hột tâm lý cứ dương thầy cô là hốt dương cô mơ tới bộ ấy biết khói lươn nái tâm dương trời sman về đắng ấy bằng bọn lại ní dương cô vì là hốt đấy cô vì là hốt to vì là bọc rồi hòm chung ngôi một bọn tâm ra cái thằng chung ngôi bên phía tay mà đông dương bọn lại ní dương bọn vì là cái hòm chết anh thấy dương cô vì là hốt đấy bên ấy cứ ai tha xong mồm ấy dương có bật phượng bỏ dương hay cái dương đu vì tránh dương đôi đặt không chan đấy dương do tâm anh thấy dương bà chặt thằng Klein Châu đấy để sao dương thời ca phở Klein đấy dương đôi đặt không chan bao dương đấy tâm đi đá dương mầm pon căn để trắng của ban là món của ban si son lơ ca để dương châu chất ọt xong lập nhóm cứ riêng châu chất chẳng đại hiện sờn đài là dương strong về ọt tới đặt không chan trao thế mình to bị dương bầm pon tâm năng hái dương có thưa ca đa mà mở tặc bỏ dương khơi vi pu hái dương có sro chỉ môi năng hôn trụ bỏ dương ngao vi ở chân tới đầm bay của mọi việc tu được nhưng mà làm chẳng bà dương ọt ngao tới cứ thà tu bình tè là hay là nếu dương thưa ca đã sạc rồi mình tích đầm bay cùng ao vi miếng khăn áp rồi gọi đầm bay vi cắt khăn oi bỏ hôn trụ năng đầm bay ao vi can ta ngồi lại nếu dân cô về mình tới dân có hai về đồng bè chạp cho anh bởi dân riêng phải nhập thọt video đại thứ ba chạp cho anh là lại nếu như cứ tha hôn trụ vào dân cho anh ấy dân có xong với đạo nơi không tràn đại cật thôn cho nó tràn đại không cật thôn tới mình tóm móc dân có vô bia đồng bè một cắt đấy trong cách nâng cái thẻ của bạn nâng cầm bắt của bạn sẽ chạy dương tới sản lập nhóm cách nâng cái thẻ cái tha sủa chẳng dương cách vì mà là mỏ sản lập dương do tờ bằng pon tới nó bây đại dương ngao thấy cái tha ai hộp bàn này bên nâng thực tế dương do tờ bằng pon cách này sang như nâng lại nó dương cách vì program nâng tới làm bay do vì tờ bằng pon cách để sủa dương cách vì cắt ở xa tới lại này dân cắt hơi ấy dân có do tắc do tự chạ chào đấy dân strong nè strong hôn trụ bao dân do mà tục là tóc dân có chạ tắc đồng tranh sáng để sao bị tắc riêng tràn với sòng máu bị tắc hiện trở đài chẳng chạ bị tranh mỏng thôi sẽ tóc lại này dân đặt năng làm bài bòn ấy năng đi đá để xa dân thưa làm bay cũng ai cho brain chán dân có đại năng hiện tối bàn tay trời giống dân ở xây khát phèn bởi dân đại năng hiện thống bia ai cho dân khát phèn chẳng dân đại năng hiện tối bên ấy dân ở xây chùm này brain chán lấy chạm phèn cái đai cái dân có đại hôn trụ bỏ dân nằm bay bồng pon như thế năng nó dân đặt tôi là mỏm để dân kết ha ở xây ở phèn chán kia xùm pon bởi dân đại năng thống như thì ca chán này phèn chán là dân crop việc tục tới hay bây dân ngao hôn trụ rồi hay dân vô mỏng bóng vía ở sau tu thì lời này dân thưa ca thưa tắc chật lụa bỏ vía tắc làm bay bỏ lại chỉ mùi năng hôn trụ nó cứ tắc yêu đại làm bóng dân đặt tâm mỏng bóng rồi bỏ dân chấm luôn 7-4 slap ria đấy ta này bóng ôn cho chật có chấm lập nhóm đã 7-4 slap ria đấy tỏ móc dân cái đặt kênh tay bỏ dân cứ khó xó chấm luôn 3 slap ria tỏ móc đã chỉ môi nâng bị chén một trong slap ria bên nắng hay dân có đa thì cho taxi yếu mà làm bay chạ với mình click đã lại dân chạ chỉ môi nâng taxi yếu bỏ dân chạ mà lịch tâm nâng tới bông phong ngọc này dân xua dân chụp lụa chỉ môi nâng hôn chụp bỏ dân dân coi ở sọc đấy
យើងចាក់ទៅហើយយើងអាចថែមថយគ្រឿងក្នុងនឹងបានតាមចំណង់ចំណូលចិត្តរបស់យើងចង់ផ្អែមឬក៏ចង់រាងសាបអីចឹងទៅចង់ថែមរសដេថែមអីគឺតាមចំណង់ចំណូលចិត្តរបស់បងប្អូនឥឡូវនេះយើងធ្វើការប្រែវាបន្តិចគឺថាអត់សូវផ្ទុះទេបងប្អូនឃើញបើយើងអត់ស្រស់វាដូចខ្ញុំនិយាយចឹងគឺផ្ទុះខ្លាំងមែនតើឥឡូវឃើញវាអត់សូវអត់ផ្ទុះទេសឹងថាអាចបើកកម្របបានតែអត់កើតទេបើកទៅអាចខែឡូវាផ្ទុះទៅត្រូវដៃទៅអីចឹងអត់អញ្ចឹងយើងគ្របទៅឥឡូវនេះយើងហាន់ម្ទេសដើម្បីដាក់ចូលក្នុងទឹកស៊ីអ៊ីវយើងមិញហ្នឹងម្ទេសនេះដែរបងប្អូនចង់ដាក់ក៏បានអត់ក៏បានតាមដែលបងប្អូនចូលចិត្តហឹរឬក៏អត់សម្រាប់ខ្ញុំអត់សូវចូលចិត្តហឹរប៉ុន្មានដែរទេប៉ុន្តែយើងដាក់វាដើម្បីឲ្យវាមានកាន់តែមានជាតិបន្តិចអញ្ចឹងយើងដាក់ចំនួន 2-3 គ្រាប់ទៅខ្ញុំអត់សូវចូលចិត្តហឹរប៉ុន្តែអ្នកផ្ទះគឺគាត់រៀងចូលចិត្តអញ្ចឹងយើងធ្វើការដាក់ម្ទេសហ្នឹងទៅយើងក៏កូរវាឲ្យសព្វដែរទៅយើងកូររួចហើយយើងក៏បើកមើលហ៊ុនជ្រូករបស់យើងឃើញថាវាគឺចិត្តឆ្អិនដែរហើយវាចាប់ផ្ដើមឡើងក្រហមហើយស្រួយហើយគឺអែមមែនតើឥឡូវនេះយើងប្រែវាបែបហ្នឹងហើយយើងក៏ក្របវាបន្តិចទៀតយើងក៏ដើរទៅរកមើលកញ្ច្រែងដើម្បីយកវាដើម្បីមកដាក់ដើម្បីឲ្យវាស្រស់ខ្លាញ់បងប្អូនទាំងអស់គ្នាបើយើងដាក់ចូលចានគឺវាអាចនឹងមានខ្លាញ់ដក់អញ្ចឹងវាអាចនឹងរីកអត់ស្រួយទេអញ្ចឹងយើងក៏យកកញ្ច្រែងមកដើម្បីដាក់ឲ្យវាស្រស់ខ្លាញ់យើងស្រង់វាមកឃើញថាក្រហមល្អមែនតើស្រួយនិយាយថារសជាតិអែមហ្មងបើយើងគ្រាន់តែសម័យឥឡូវនេះយើងធ្វើការដាក់បំពងវាអស់ទៅយើងបំពង 2-3 ដងទៅយើងឆ្នាំងតូចដែរឥឡូវនេះយើងធ្វើការយកកូនជ្រូករបស់យើងយកដើម្បីមកដាក់ចូលទៅក្នុងទឹកស៊ីអ៊ីវរបស់យើងហ្នឹងយើងកូរវាឲ្យសព្វទៅកូរវាចូលជាតិល្អទៅយើងក៏ទៅរកចានធំមួយដើម្បីយកមកដាក់ឲ្យវាស្អាតឃើញស្អាតអញ្ចឹងណាហើយយើងក៏យកចានយើងមកហើយយើងចាប់វាដាក់លើចានដែលយើងយកមកមិញហ្នឹងទៅគឺមើលតែពណ៌ក៏ដឹងតែជាតិដែរបងប្អូនទាំងអស់គ្នាគឺរសជាតិគ្រាន់តែឃើញលេបទឹកមាត់ហើយនេះយើងដួសវាដាក់ក្នុងចានទៅគឺអែមមែនតើអានេះបើបានប៊ីយ៉ាត្រជាក់ទៀតជុំពុកម៉ាក់ទៀតគឺកាន់តែអែមមែនតើហ្មងគួយនិយាយរឿងក្នុងចិត្តអីចឹងយើងសែតអីឥឡូវនេះយើងបំពងវាឆ្អិនម្ដងទៀតហើយយើងក៏ចាប់វាចេញមកអានេះគឺអត់សូវក្រហមដូចអាទី1ទេដោយសារអាទី1ឲ្យពេលកូរទៅដូចឃើញវារៀងជ្រុលអញ្ចឹងលើក្រោយយើងរៀងដាក់រៀងលឿនតិចឥឡូវនេះយើងបំពងទាំងអស់ហ្មងទៅអស់ហើយក្របវាទុកទៀតទៅហើយអាដំបងហ្នឹងគឺបំពងរៀងយូរវារៀងស្រួយរៀងល្វីងបើពេលអាក្រោយនេះដាក់រៀងប៉ុណ្ណឹងគឺអត់ល្វីងទេវាស្រួយដែរគ្រាន់តែវាមកល្មមចឹងបងប្អូនមើលទៅថាវាស្រួយប៉ុណ្ណាបងប្អូនគិតថាប៉ុណ្ណាឆ្ងាញ់ស្រង់ចេញប៉ុណ្ណឹងមកឥឡូវនេះយើងដាក់វាកូររួចហើយយើងក៏លើកវាដាក់ក្នុងចានរបស់យើងទៀតមកគឺពណ៌វិញអែមមែនតើពណ៌ស្អាតមែនតើរសជាតិក៏អែមដែរឥឡូវនេះយើងកូរវាចឹងទៅយើងយកវាមកដាក់បែបហ្នឹងឥឡូវនេះយើងក៏រោយខ្ទឹមបំពងពីលើដើម្បីឲ្យវាកាន់តែឆ្ងាញ់ហើយនេះហើយម្ហូបហ្នឹងគឺមានប៉ុណ្្នឹងទេអត់ពិបាកធ្វើទេបងប្អូនអាចធ្វើបាននៅផ្ទះសាកទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាងាវឆាអំពិលទុំដែលគ្រឿងផ្សំរបស់យើងមានដូចជាងាវអំពិលទុំម្ទេសម្រះព្រៅនិងគ្រឿងទេសផងដែរហើយនេះយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងធ្វើការបើកហ្គាសដើម្បីដាំទឹកអូខេឥឡូវនេះយើងកំពុងតែដាំទឹកដើម្បីស្រុះងាវឥឡូវនេះទឹករបស់យើងចាប់ផ្ដើមពុះហើយយើងក៏យកងាវយើងមកស្រុះចាក់វាចូលអូខេយើងស្រុះវាបានប្រហែល20វិនាទីហើយយើងក៏
chập đam thua cá rồi bị chành mình chạy bộ việc nó khné thì dân bộ việc dọc này sạch bật ní làm bay ngay xưa không ca cha tới vì cho chiết bàn lò tại ní nghe mà giống bò hay giờ chập ra thôi ca hàng tấm làm bay cha về tak sana ada dah. rồi đi thôi ca chặt rènយើងដាក់មកវងខ្ទឹមទៅពុកវងវារហូតដល់ឈ្ងុយតែឥឡូវខ្ញុំយើងចាប់ដើមក្រហមហើយយើងធ្វើការដាក់គ្រឿងរ៉ូឌីមួយស្លាបព្រាស្ករសចំនួន3ស្លាបព្រាសម្រាប់ងាវ1គីឡូអំបិលមួយចុងស្លាបព្រាទៅយើងធ្វើការកូរវាយើងដាក់ក្នុងប្រេងខ្យងនឹង2ស្លាបព្រាដែរការកូរវាតបគឺយើងកូរវាឲ្យសព្វហើយយើងចាប់ដាក់ជាមួយនឹងអំបិលទុំអូខេយើងដាក់អំបិលទុំទៅយើងកូរវាហើយណាតែនេះគ្រឿងរបស់យើងចាប់ដើមឈ្ងុយចូលគ្នាសពហើយយើងធ្វើការចាក់ងាវចូលតែម្ដងចូលជាសពហើយយើងចាប់ដើមបំផុសភ្លើងឥឡូវនេះយើងធ្វើការបែបម្នាក់ព្រៅនិងហាន់តែដើម្បីដាក់ចូលក្នុងនេះយើងបេះវាយកតាខ្ចីៗហ្នឹងហើយគឺស្អាហ្នឹងយើងទិញគេទៅសុទ្ធតែខ្ចីយើងមិននិយាយបេះទេនៅស្រុកនេះគឺអូខេយើងធ្វើការបន្តទៀតតែនេះយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងទៅច្រើនឬក៏តិចចំពោះខ្ញុំអត់សូវយកចិត្តហឹរទេឥឡូវខ្ញុំដាក់តែ2ផ្លែទេអូខេយើងធ្វើការបន្ទាប់មកយើងដាក់ម្ទេសអូខេគឺចូលវាអូខេចុងក្រោយយើងធ្វើការដាក់ជាមួយនឹងចេងពេលនេះរហូតរបស់យើងចាប់ដល់ហើយយើងក៏ចាក់វាចូលចានបាទទៅ
យកមួយឥឡូវនេះយើងវាភ្លក់របស់គ្នាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនតែងតែឃើញគេលក់នៅតាមផ្សារប៉ុន្តែថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនៃការធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយលោកសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកម្ហូបមួយមុខដែលមានឈ្មោះថាមាន់ស្ពៃខៀវដែលបងប្អូនទាំងអស់គ្នាចំណាំឃើញនៅតាមវិធីការឬក៏វិធីជប់លៀងផ្សេងៗថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើឲ្យបានលម្អិតជូនបងប្អូនទាំងអស់គ្នាសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកម្ហូបមួយមុខដែលមានឈ្មោះថាមាន់ដុតកូកាគ្រឿងផ្សំគោលរបស់យើងមានដូចជាមាន់កូកាត្រយូងចេកគល់ស្លឹកគ្រៃខ្ទឹមសរំដេងស្លឹកក្រូចសើចនិងបន្លែស្រស់និងគ្រឿងទេសសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយកម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងយកមុខម្ហូបមួយមុខបង្ហាញជូនបងប្អូនទាំងអស់គ្នាទស្សនាទៀតហើយគឺហ៊ុនជ្រូកបំពងទឹកស៊ីអ៊ីវមុខម្ហូបមួយមុខនេះដែរគឺថារសជាតិស័ក្តិសមបំផុតសម្រាប់កម្មវិធីផ្សេងៗសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាងាវឆាអំបិលទុំសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលបងប្អូនតែងតែឃើញគេលក់នៅតាមផ្សារប៉ុន្តែថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញឲ្យគ្រប់ជ្រុងជ្រោយនៃការធ្វើផាក់ឡូវដែលមានរសជាតិឈ្ងុយឆ្ងាញ់មួយលោកក្នុងការ
សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ស្ពៃខៀវដែលបងប្អូនទាំងអស់គ្នាចំណាំឃើញនៅតាមវិធីការឬក៏វិធីជប់លៀងផ្សេងៗថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើឲ្យបានលម្អិតជូនបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមើលគ្រឿងផ្សំទាំងអស់គ្នាជាដំបូងយើងមានសាច់មាន់បន្ទាប់មកគឺយើងមានស្ពៃខៀវដែលជាគ្រឿងផ្សំសំខាន់នៅក្នុងមុខម្ហូបនេះបន្ទាប់មកយើងមានប៊ីចេងស្ករសអំបិលខ្ទឹមសម្សៅស៊ុបទឹកប្រេងខ្យងទឹកស៊ីអ៊ីវបន្ទាប់មកគឺយើងធ្វើការដាំទឹកបន្ទាប់មកយើងគ្របវាអូខេពេលនេះយើងធ្វើការហាន់បន្លែហើយនេះគឺជាបន្លែគឺស្ពៃខៀវហើយចំពោះបន្លែគឺយើងត្រូវកាត់ស្លឹកវាចោលគឺយើងយកតែផ្នែករឹងចំកណ្ដាលនេះយើងកាត់បាននេះគឺយើងយកតែនេះទេដើម្បីកុំឲ្យវារលួយពេលយើងធ្វើទៅនៅពេលដែលយើងហាន់ស្ពៃរួចហើយទឹករបស់យើងក៏ចាប់ផ្ដើមពុះយើងក៏យកសាច់មាន់របស់យើងយកមកដាក់ដើម្បីស្ងោរវាឲ្យឆ្អិននៅពេលដែលយើងស្ងោរមាន់យើងក៏យកស្ពៃយើងមកហាន់គឺយើងហាន់ជាចំណិតបែបនេះសមល្មមដែលយើងអាចគិតថាយើងហូបទៅស្រួលបន្ទាប់ពីយើងរង់ចាំអស់រយៈពេលប្រហែលជា5នាទីយើងបើកមាន់របស់គ្នានៅពេលនេះមាន់របស់យើងចាប់ផ្ដើមចិនបណ្ដាហើយយើងក៏ថែមអំបិលបន្តិចដើម្បីឲ្យសាច់មាន់របស់យើងកាន់តែមានជាតិអូខេឥឡូវនេះយើងមើលឃើញថាមាន់យើងឆ្អិនហើយយើងក៏ស្រង់វាទុកឲ្យត្រជាក់ដើម្បីងាយស្រួលដែរបន្ទាប់មកយើងក៏យកស្ពៃទៅស្រុះជាមួយនឹងទឹកដែលយើងស្ងោរមាន់មិញដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ស្ពៃនេះគឺយើងមិនបាច់ស្រុះយូរពេកទេគឺយើងគ្រាន់តែស្រុះប្រហែលជា10វិនាទីមកយើងក៏ចាប់វាយកមកដាក់ក្នុងទឹកកកដើម្បីកុំឲ្យវាបាត់បង់ពណ៌របស់វាអូខេឥឡូវនេះបន្លែនិងសាច់មាន់របស់យើងធ្វើការស្រុះរួចហើយឥឡូវនេះយើងធ្វើទឹកស៊ុបទាំងអស់គ្នាជាដំបូងគឺយើងធ្វើការចិញ្ច្រាំខ្ទឹមយើងចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយកវាទៅបំពងពេលនេះយើងធ្វើការបំពងខ្ទឹមដើម្បីឲ្យវាឈ្ងុយបន្ទាប់ពីយើងបំពងវាឡើងក្រហមឈ្ងុយហើយគឺយើងយកវាមកដាក់ក្នុងចានដើម្បីផ្សំគ្រឿងជាមួយគ្រឿងផ្សេងៗទៀតជាដំបូងគឺយើងដាក់ទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយបន្ទាប់មកគឺយើងដាក់ប្រេងខ្យងចំនួន1ស្លាបព្រាបាយបន្ទាប់មកគឺយើងដាក់ជាមួយនឹងម្សៅស៊ុប1ចុងស្លាបព្រាបាយទៅបន្ទាប់មកគឺយើងដាក់ជាមួយនឹងស្ករស1ស្លាបព្រាបាយកន្លះបន្ទាប់មកយើងដាក់ជាមួយនឹងអំបិល1ចុងស្លាបព្រាបាយ
បន្ទាប់មកយើងដាក់ជាមួយនឹងប៊ីចេងមួយចុងស្លាបព្រាបាយដូចគ្នាបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់ចូលគ្នារួចហើយយើងក៏ចាប់ផ្ដើមកូរវាគឺយើងកូរវាឲ្យសព្វល្អទៅឥឡូវនេះយើងធ្វើការបែកជាមួយនឹងសាច់មាន់របស់យើងដើម្បីប្រឡាក់ជាមួយនឹងទឹកស បន្ទាប់ពីយើងបេះសាច់មាន់របស់យើងរួចហើយយើងក៏យកវាដាក់ក្នុងកូនចានដើម្បីលាយជាមួយនឹងទឹកសនៅពេលយើងដាក់ទឹកសចូលហើយគឺយើងកូរវាឲ្យសព្វបែបនេះយើងកូរវាឲ្យសព្វទៅដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់បន្ទាប់ពីយើងកូរវាសព្វហើយយើងក៏ទុកវាបន្តិចហើយយើងក៏ចាប់ផ្ដើមយកស្ពៃដែលយើងត្រាំក្នុងទឹកកកនេះយកមកដាក់នៅក្នុងទឹកសដូចគ្នាស្ពៃនេះដែរគឺយើងគឺត្រូវត្រាំវាឲ្យត្រជាក់ដើម្បីឲ្យវាកាន់តែឆ្ងាញ់បន្ទាប់មកយើងកូរស្ពៃនេះឲ្យសព្វជាមួយនឹងទឹកសរបស់យើងដើម្បីឲ្យវាចូលជាតិកាន់តែល្អបន្ទាប់មកយើងក៏ចាប់ផ្ដើមរៀបវាដើម្បីដាក់ចានយើងធ្វើការរៀបសាច់មាន់របស់យើងនៅក្នុងចាននៅខាងក្រោមទៅបន្ទាប់មកគឺយើងចាប់ផ្ដើមយកស្ពៃដើម្បីមករៀបពីលើនៅពេលដែលយើងរៀបវាស្អាតហើយយើងក៏យកវាមកដាក់ក្នុងចានពេលនេះមាន់ស្ពៃខៀវរបស់យើងគឺធ្វើរួចហើយឥឡូវនេះយើងភ្លក្សទាំងអស់គ្នាថារសជាតិឆ្ងាញ់មែនតើបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើសាកល្បងទាំងអស់គ្នានៅផ្ទះណាសួស្តីអ្នកនរអគ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ដុតកូកាគ្រឿងផ្សំគោលរបស់យើងមានដូចជាមាន់កូកាត្រយូងចេកគល់ស្លឹកគ្រៃខ្ទឹមសរំដេងស្លឹកក្រូចសើចនិងបន្លែស្រស់និងគ្រឿងទេសឥឡូវនេះយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវប្រឡាក់មាន់ដែលដំបូងគឺយើងមានប្រេងខ្យងយើងដាក់វាចំនួន4ស្លាបព្រាបាយម្សៅរ៉ូឌីគឺយើងដាក់វាចំនួន1ស្លាបព្រាបាយស្ករសគឺយើងដាក់វាចំនួនកន្លះស្លាបព្រាបាយព្រោះអីគឺយើងដុតវាជាមួយនឹងកូកាអញ្ចឹងវាផ្អែមហើយអំបិលគឺយើងដាក់វាចំនួន1ចុងស្លាបព្រាបាយហ
ហើយនឹងប៊ីចេងមួយចុងស្លាបព្រាបាយយើងធ្វើការប្រឡាក់វាឲ្យសព្វយើងប្រឡាក់វាបែបនេះឲ្យសព្វនេះឥឡូវនេះមាត់របស់យើងប្រឡាក់រួចហើយយើងចាប់ផ្ដើមសង់គ្រឿងដើម្បីដុតដំបូងយើងដាក់ស្លឹកក្រូចសើចហាន់វាបែបនេះដាក់ចូលខ្ទឹមបន្ទាប់មកគឺយើងដាក់ជាមួយនឹងរំដេងគឺកោសត្រីមួយ3គល់ដាក់ទៅតាមមាន់របស់យើងយើងរៀបរៀងក្នុងឆ្នាំបែបនេះបន្ទាប់មកយើងដាក់ជាមួយនឹងប្រេងឆាបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយអូខេប្រេងឆាចាក់ហើយពេលនេះយើងធ្វើការបើកកម្ដៅទន្ទឹមនឹងនេះផងដែរយើងក៏យកស្រយងចេកមកដើម្បីហាន់ត្រប់ពីក្រោមមាន់ឥឡូវនេះយើងធ្វើការហាន់ស្រយងចេកជា4ដើម្បីក្រប់ត្រប់ពីក្រោមមាន់កុំឲ្យមាន់យើងឆាប់ខ្លោចគឺយើងហាន់វាបែបនេះវាជា4ម៉ាត់នេះឥឡូវនេះយើងបំពងគ្រឿងវាឲ្យឈ្ងុយបន្ទាប់មកគ្រឿងយើងជិតឈ្ងុយហើយយើងក៏យកស្រយងចេកមកដាក់មករៀបវាបែបនេះដើម្បីកុំឲ្យមាន់យើងឆាប់ខ្លោចអូខេឥឡូវនេះស្រយងចេកយើងរៀបរួចហើយយើងក៏យកមាត់របស់យើងដាក់ដុតតែម្ដងគឺយើងដាក់ពីលើស្រយងចេកបែបនេះអូខេបន្ទាប់ពីយើងចាំអស់រយៈពេល5នាទីយើងក៏ធ្វើការចាក់កូកាចូលតែម្ដងកូកានេះដែរគឺយើងមិនមែនចាក់មួយកំប៉ុងទេណាយើងចាក់ពាក់កណ្ដាលឡើងហើយអូខេគឺយើងចាក់ពាក់កណ្ដាលបែបនេះយើងក៏គ្របវាទុកបន្ទាប់ពីយើងចាក់កូការួចហើយនោះអ្វីដែលសំខាន់មួយទៀតនោះគឺទឹកជ្រលក់ដែលទឹកត្រីរបស់យើងគឺយើងធ្វើជាមួយនឹងទឹកត្រីបុកឬក៏ទឹកត្រីកោះកុងជាដំបូងគឺយើងធ្វើការដាក់ជាមួយនឹងខ្ទឹមបន្ទាប់មកយើងដាក់ជាមួយនឹងម្ទេសយើងដាក់វាចំនួនតាមដែលយើងចូលចិត្តឬក៏មិនចូលចិត្តចំណែកខ្ញុំគឺដាក់ជាមួយនឹង6គ្រាប់បន្ទាប់មកដាក់ជាមួយនឹងស្ករសចំនួន3ស្លាបព្រាបាយរ៉ូឌីចំនួន2ស្លាបព្រាបាយប៊ីចេងចំនួនកន្លះស្លាបព្រាបាយបន្ទាប់មកយើងធ្វើការបុកវាបញ្ចូលគ្នាយើងបុកវាឲ្យម៉ត់ទៅបន្ថែមជាមួយក្រូចឆ្មា
Chứ đã vì rồi xong là mòn thôi. Cột chma này cứ cột chma đam được luôn này thò mà chết cứ xây miền tắc của mà này. Còn tay bị ngồi. Ok, lấy dân thôi cả cô với. Nâng tắc tay một tích phong đài. Ok, nâng dân thôi câu về sọc. Ok, lần này ta thử rút bỏ dưỡng thôi hãy dân thôi cả bảo món được nè. Ok, lần này dân khơi ha món bỏ dưỡng cỏ hông hãy dân chặt ra prai về. Món này thơm men tên. Ok, lời dân mình tham coca tầm đoạn tới. Ok, mình to móc dân cỏ biệt tục. Dương thuộc bạn mới. Ok, lấy đi dương khơi ha bọn lại bỏ dưỡng chập đam trận hãy dương có chập đam chập đi chành. Ok, món bỏ dưỡng trận hãy bên ý dương chập đam chập bia đã lời chan từ dấu chành mảnh. Lực này mòn, lực mòn. Ok, bay pi môi cho độ. Cut. សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយកម្មវិធីតោះចំអិនថ្ងៃនេះកម្មវិធីរបស់យើងនឹងយកមុខម្ហូបមួយមុខបង្ហាញជូនបងប្អូនទាំងអស់គ្នាទស្សនាទៀតហើយគឺហ៊ុនជ្រូកបំពងទឹកស៊ីអ៊ីវមុខម្ហូបមួយមុខនេះដែរគឺថារសជាតិស័ក្តិសមបំផុតសម្រាប់កម្មវិធីផ្សេងៗដែលជាដំបូងគឺយើងមានហ៊ុនជ្រូកនិងបន្លែគ្រឿងទេសនៅផ្ទះខ្ញុំគេហៅហ៊ុនជ្រូកបើបងប្អូនហៅយ៉ាងម៉េចទៀតជួយខមមិនប្រាប់ផងហើយដំបូងយើងធ្វើការបកខ្ទឹមដើម្បីចិញ្ច្រាំវាឲ្យម៉ត់ខ្ទឹមនេះដែរគឺយើងយកជាមួយនឹងខ្ទឹមសមកចិញ្ច្រាំយើងចិញ្ច្រាំវាឲ្យម៉ត់ល្អទៅចិញ្ច្រាំរហូតតតែម៉ត់ជាមួយនឹងខ្ទឹមសនេះដែរយើងចិញ្ច្រាំកាន់តែម៉ត់គឺកាន់តែល្អដើម្បីឲ្យវាកាន់តែឈ្ងុយពេលយើងចិញ្ច្រាំម៉ត់ហើយយើងក៏ធ្វើការយកវាដាក់ចានដើម្បីបំពងឥឡូវនេះយើងចិញ្ច្រាំខ្ទឹមរួចហើយយើងក៏ធ្វើការដាំទឹកសិនដើម្បីស្រុះជាមួយនឹងហ៊ុនជ្រូករបស់យើងកុំឲ្យពេលបំពងទៅវាផ្ទុះបើកាលណាយើងបំពងវាទាំងអត់ស្រស់អញ្ចឹងគឺវាមិននឹងផ្ទុះពិបាកក្នុងការបំពងឥឡូវនេះយើងដាំទឹកចោលសិនទៅហើយយើងក៏យកឆ្នាំងឆាមកដើម្បីបំពងខ្ទឹមរបស់យើងឲ្យវាឈ្ងុយហើយបំពងខ្ទឹមនេះដែរបងប្អូនទាំងអស់គ្នាគួរតែបើកភ្លើងរៀងតិចតិចបានហើយបំពងខ្ទឹមបើយើងបើកភ្លើងខ្លាំងពេកវានឹងខ្លោចលឿនឥឡូវនេះយើងដាក់ប្រេងឆាចូលទៅប្រេងឆាយើងដាក់ល្មមបានហើយមិនបាច់ច្រើនពេកទេយើងក៏យកវាយឆាមក
dương đặt tâm rồi bỏ dương cho tới dương bài phơi xong là mồm tới hay dương cô về rồi hốt tâm ní cứ dương thử cô là hốt dương cô mơ tới bộ ấy bị khói lươn đá tâm dương trời sman về đắng ấy bông bồn lại ní dương cô về là hốt tới cô về là hốt to về làng bò cỏ hòm chung ngui một bông tâm ra cái thằng chung ngui bên phía tay mà đâu dương bò lại ní dương bò về làng cỏ hòm chật anh thấy dương cô về là hốt tới bên ní cứ ai tha xong mỏ mấy dương có bật phơi bỏ dương hay cái dương đu vi tránh dương đu vi đặt không chan đấy dương do tâm anh thấy dương phải chặt thằng klein châu đấy để sao dương thời ca phở klein đấy dương đu vi đặt không chan bỏ dương đấy tâm đi đá dương một pon can để tráng của ban là món của ban xì son lơ ca để dương châu chật ọt xong lập nhóm cứ riêng châu chất chẳng đại hiện trở đài là dương strong về ọt tới đã không chan trao thế mình to bị dương bầm pon tâm năng hái dương có phơi ca đa mà mơ tặc bỏ dương khơi bị pu hái dương có sro chỉ môi năng hôn chuột bỏ dương ngao vi ở chân tới đầm bay của mọi việc tu được nhưng mà làm chẳng bà dương ọt ngao vì thế cứ thà tu bình tẻ là hay là này dương phơi ca đã sạc rồi mình tích đầm bay cùng ao vi miếng khăn áp rồi gọi đầm bay vi cắt khăn ôi bỏ hôn chuột năng đầm bay ao vi can đà ngồi lại này dân câu về mình thấy dân có bài về đầm bay chập chân bởi dân riêng bị nhập thọt video đại thứ bài chập chân là lại này như cứ thà hôn trụ bảo dân cho anh ấy dân có xong với đặt nơi không tràn đại cật thôn cho nó tràn đại không cật thôn tới mình tỏ móc dân có vô bia đầm bay một cắt đấy trong cắt nâng cái tỉa của bạn nâng cầm bắt của bạn sẽ chạy dương tới sản nhóm cắt nâng cái tỉa cái tha sủa chẳng dương cắt vì mà là mỏ sản lập dương do tao bầm pon tới nước bây đại dương ngao thấy cái tha ai hộp bàn hay bên đang từ tay dương do tao bầm pon canh để sang như nâng được lại nó dương cắt vì program nâng tới làm bay do vì tao bầm pon canh để sủa dương cắt vì cắt ở xa tới lại nó dân cắt hơi ấy dân có do tật năng do chạ chào đấy dân strong nè strong hôn chuột bỏ dân do mà tục là tóc dân có chạ tặng đồng tranh sáng để sao bị tắc riêng tràn bị sòng máu bị tắc hiện trở đài chẳng chạ bị tranh mỏng thôi sẽ tóc lại nó dân đặt năng làm bền bòn ấy năng đi đá để xa dân thưa làm bay cũng ai cho brain trán dân có đại năng hiện tối bàn tay trời giống dân ở xây khát phèn bởi dân đại năng hiện thống bia ai cho dân khát phèn chẳng dân đại năng hiện tối bên ấy dân ở xây trong này brain tràn lấy chạm phèn cái đai cái dân có đại hôn chuột bỏ dân làm bay bồng pon như thế năng nó dân đặt tôi là mỏm để dân kết ha ở xây ở phèn tràn kia xùm pon bởi dân đại năng thống như thì ca trong này phèn tràn là dân crop việc tục tới hay bây dân ngao hôn chuột rồi hay dân vô mỏng bóng bia ở sau tu thì lời này dân phơi ca phơi tắc chật lụa bỏ vía tắc làm bay bỏ lại chỉ mùi năng hôn chuột nó cứ tắc yêu đại làm bóng dân đặt tâm mỏng bóng rồi bỏ dân chấm luôn 7-4 slap ria đấy ta này bóng ôn cho chật có chấm nhóm đã 7-4 slap ria đấy tọt móc dân cái đặt kêu tay bỏ dân cứ kho xó chấm luôn 3 slap ria tọt móc đã chỉ môi nâng bị chén một trong slap ria bên nắng hay dân có đa thì cho taxi yếu mà nằm bay chạ bia mình click đã lại dân chạ chỉ môi nâng taxi yếu bỏ dân chạ mà lịch tâm nâng tới bông phôn ngọt ní dân xua dân chụp lụa chỉ môi nâng hôn chụp bỏ dân dân coi ở sọc đấy dân chả thấy hay dân ai thêm thôi kêu không nâng ban tam cho nó ngồi cho bỏ dân chọn phải em được chọn riêng xa bây dân thế chọn thêm đi thêm ấy cứ tam cho nó ngồi cho bỏ bông phôn lên ý dân thua ca prai vì mình tích cứ tha ở sau tu tại bông phôn khởi bà dân ở sau viết được nhau vậy dân cứ tu khăn mình đèn
ឥឡូវឃើញវាអត់សូវអត់ផ្ទុះទេសង្ឃថាអាចបើកកម្របបានតែអត់កើតទេបើកទៅអាចខែឡូវាផ្ទុះទៅត្រូវដៃទៅអីហ្នឹងអត់អញ្ចឹងយើងគ្របទៅឥឡូវនេះយើងហាន់ម្ទេសដើម្បីដាក់ចូលក្នុងទឹកស៊ីអ៊ូយើងមិញហ្នឹងម្ទេសនេះដែរបងប្អូនចង់ដាក់ក៏បានអត់ក៏បានតាមដែលបងប្អូនចូលចិត្តហឹរឬក៏អត់សម្រាប់ខ្ញុំអត់សូវចូលចិត្តហឹរហ្មងដែរទេប៉ុន្តែយើងដាក់វាដើម្បីឲ្យវាមានកាន់តែមានជាតិបន្តិចអញ្ចឹងយើងដាក់ចំនួន 2-3 គ្រាប់ទៅខ្ញុំអត់សូវចូលចិត្តហឹរប៉ុន្តែអ្នកផ្ទះគឺគាត់រៀងចូលចិត្តអញ្ចឹងយើងធ្វើការដាក់ម្ទេសហ្នឹងទៅយើងក៏កូរវាឲ្យសព្វដែរទៅយើងកូររួចហើយយើងក៏បើកមើលហ៊ុនជ្រូករបស់យើងឃើញថាវាគឺចិត្តឆ្អិនដែរហើយវាចាប់ផ្ដើមឡើងក្រហមហើយស្រួយហើយគឺអែមមែនតើឥឡូវនេះយើងប្រែវាបែបហ្នឹងហើយយើងក៏ក្របវាបន្តិចទៀតយើងក៏ដើរទៅរកមើលកញ្ច្រែងដើម្បីយកវាដើម្បីមកដាក់ដើម្បីឲ្យវាស្រស់ខ្លាញ់បងប្អូនទាំងអស់គ្នាបើយើងដាក់ចូលចានគឺវាអាចនឹងមានខ្លាញ់ដក់អញ្ចឹងវាអាចនឹងរីកអត់ស្រួយទេអញ្ចឹងយើងក៏យកកញ្ច្រែងមកដើម្បីដាក់ឲ្យវាស្រស់ខ្លាញ់យើងស្រង់វាមកឃើញថាក្រហមល្អមែនតើស្រួយនិយាយថារសជាតិអែមហ្មងបើយើងគ្រាន់តែសម័យឥឡូវនេះយើងធ្វើការដាក់បំពងវាអស់ទៅយើងបំពង 2-3 ដងទៅយើងឆ្នាំងទូចដែរឥឡូវនេះយើងធ្វើការយកហ៊ុនជ្រូករបស់យើងយកដើម្បីមកដាក់ចូលទៅក្នុងទឹកស៊ីអ៊ូរបស់យើងហ្នឹងយើងកូរវាឲ្យសព្វទៅកូរវាចូលជាតិល្អទៅយើងក៏ទៅរកចានធំមួយដើម្បីយកមកដាក់ឲ្យវាស្អាតឃើញស្អាតអញ្ចឹងណាហើយយើងក៏យកចានយើងមកហើយយើងចាប់វាដាក់លើចានដែលយើងយកមកមិញហ្នឹងទៅគឺមើលតែពណ៌ក៏ដឹងតែជាតិដែរបងប្អូនទាំងអស់គ្នាគឺជាតិគ្រាន់តែឃើញលេបទឹកមាត់ហើយនេះយើងដួសវាដាក់ក្នុងចានទៅគឺអែមមែនតើអានេះបើបានប៊ីយ៉ាត្រជាក់ទៀតជុំពុកម៉ាក់ទៀតគឺកាន់តែអែមមែនតើហ្មងគួយនិយាយរឿងក្នុងចិត្តអីចឹងយើងសែតអីឥឡូវនេះយើងបំពងវាឆ្អិនម្ដងទៀតហើយយើងក៏ចាប់វាចេញមកអានេះគឺអត់សូវក្រហមដូចអាទី1ទេដោយសារអាទី1ឲ្យពេលកូរទៅដូចឃើញវារៀងជ្រុលអញ្ចឹងលើក្រោយយើងរៀងដាក់រៀងលឿនតិចឥឡូវនេះយើងបំពងទាំងអស់ហ្មងទៅអស់ហើយក្របវាទុកទៀតទៅហើយអាដំបងហ្នឹងគឺបំពងរៀងយូរវារៀងស្រួយរៀងល្វីងបើពេលអាក្រោយនេះដាក់រៀងប៉ុណ្ណឹងគឺអត់ល្វីងទេវាស្រួយដែរគ្រាន់តែវាមកល្មមចឹងបងប្អូនមើលទៅថាវាស្រួយប៉ុណ្ណាបងប្អូនគិតថាប៉ុណ្ណាឆ្ងាញ់ស្រង់ចេញប៉ុណ្ណឹងមកឥឡូវនេះយើងដាក់វាកូររួចហើយយើងក៏លើកវាដាក់ក្នុងចានរបស់យើងទៀតមកគឺពណ៌វិញអែមមែនតើពណ៌ស្អាតមែនតើរសជាតិក៏អែមដែរឥឡូវនេះយើងកូរវាចឹងទៅយើងយកវាមកដាក់បែបហ្នឹងឥឡូវនេះយើងក៏រោយខ្ទឹមបំពងពីលើដើម្បីឲ្យវាកាន់តែឆ្ងាញ់ឥឡូវនេះហើយម្ហូបហ្នឹងគឺមានប៉ុណ្្នឹងទេអត់ពិបាកធ្វើទេបងប្អូនអាចធ្វើបាននៅផ្ទះសាកទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះចម្អិនថ្ងៃនេះកម្មវិធីរបស់យើងនឹងនាំយកនូវម្ហូបមួយមុខដែលមានឈ្មោះថាងាវឆាអំពិលទុំដែលគ្រឿងផ្សំរបស់យើងមានដូចជាងាវអំពិលទុំម្ទេសម្រះព្រៅនិងគ្រឿងទេសផងដែរហើយនេះយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងធ្វើការបើកហ្គាសដើម្បីដាំទឹកអូខេឥឡូវនេះយើងកំពុងតែដាំទឹកដើម្បីស្រុះងាវឥឡូវនេះទឹករបស់យើងចាប់ផ្ដើមពុះហើយយើងក៏យកងាវយើងមកស្រុះចាក់វាចូលអូខេយើងស្រុះវាបានប្រហែល20វិនាទីហើយយើងក៏ចាប់ផ្ដើមធ្វើការរើវាចេញយើងចាក់បកវាទាំងអស់គ្នាគឺយើងបកវា
យកផ្នែកសាច់បែបនេះដើម្បីងាយស្រួលក្នុងការឆាទៅវាចូលជាតិបានល្អ tại vì nhiều mà giống bôi hơi giờ chậm ra thôi ca hàng tấm đầm bay cha về ta hả anh được đó rồi đi thôi ca chặt lên giờ chậm ra một vỏ tấm thấy vòng việc hột bạc chui cái là trong dân chặt ra rồi ho với ca đặt riêng rồi đi một chặt riêng có xó trong bay sập riêng xong rập nhiều mùi lò bơ một trong sập riêng tới rồi ca tô rồi dân đặt bên trong mình phi cà phê đấy cà tôi tao bóp bây giờ cô giờ sắp tới giờ chặt đạn đậm thì mua làm bờ tôm ok mua lại bờ tôm tới bên cô đấy cái đường bao giờ chạm ra ngồi cho kia sau đó giờ tôi ca chặn nhiều cho đàn đó cho trên sau đó giờ chạm ra một phần lớn là nếu như tôi cam bên nạp rơi nên hành tết làm bay đã cho này nhưng bên video tàn xây ra ấy thực ra khả năng dân tinh cái đấy tôi thực xây nhưng mà video đã hiểu lời sọc này từ thế dân thua ca không thể tiết tên này dân đã tam chùm nói chất rồi bỏ dân tới trả được được tích chụp bút nhóm ọt xây cái chất hơn thế là dân đã tập bị fly thế ok dân thua ca sau đó dân đã mặt đấy ok xin cô đi ok thì trong đó như tôi đã đặt một người chế về nếu hồi bao giờ chụp anh nói như có chạm cho cả đấy
យកមួយឥឡូវនេះយើងវាភ្លក់របស់គ្នា